តោះឥឡូវយើងមើលលំហាត់សិស្សពូកែយើងមួយដែលត្រៀមប្រឡងថ្នាក់ទី6នេះអញ្ចឹងយើងមើលផ្លែតយើងគិតថាលំហាត់ហ្នឹងវាពិបាកលំហាត់លេខ3នេះណាបាទលំហាត់លេខ3នេះយើងមើលទៅយើងថាអូពិបាកដោយសារសម័យកាលយើងត្រូវការតម្រូវវាបែងឬក៏យើងត្រូវគុណញញ៉ៃប៉ុន្តែបើយើងដឹងពីរបៀបធ្វើយើងធ្វើតែមួយផ្លែតហើយអញ្ចឹងយើងចាប់ដើមដោះស្រាយទាំងអស់គ្នាឥឡូវឧទាហរណ៍លំហាត់យើងគេឲ្យដោះស្រាយសម័យកាលអញ្ចឹងដោះស្រាយសម័យកាលបានថាគេសួររកតម្លៃ x អញ្ចឹងយើងមើលលំហាត់កយើងបាទអញ្ចឹងកយើងគេឲ្យអីគេឲ្យ x នៅលើ2025បាទអញ្ចឹងគេឲ្យ x នៅលើ2025អញ្ចឹង x នៅលើ2025បាទបូកឲ្យ2024x នៅលើមកដែរនៅលើ2025ដែរហើយបូកឲ្យបាទ 2x ស្មើនឹង2025ហើយយើងមើលយើងគិតថាអូអានេះលំហាត់នេះពិបាកត្រូវការតម្រូវវាបែងញញ៉ៃច្រើនប៉ុន្តែអត់ទេដើម្បីបូកដកប្រភេទយើងមើលឃើញថាវាបែងវាជាប្រភេទមែនទេអញ្ចឹងដើម្បីបូកដកប្រភេទដែលមានវាបែងឃើញថាវាបែងវាគឺស្មើនឹង2025ទាំងអស់បាទអញ្ចឹងបើសិននេះវាស្មើនឹង2025ទាំងអស់យើងដឹងហើយដើម្បីបូកដកប្រភេទដែលមានភាគបែងដូចគ្នាគេបូកដកតែភាគអីភាគយកអញ្ចឹងយើងទៅសេភាគបែងដដែលមកយើងដាក់ភាគបែងរួមអញ្ចឹងយើងអាចសេបានតែមួយទៀតបាទយើងអាចសេបានថាបើ x បាទបូកឲ្យ 2024x បាទអានេះ2025យើងដាក់ថា2025ដដែលទេបាទ2025ដដែលមកហើយយើងដាក់បូកប៉ុន្មានបូកឲ្យ 2x ហើយស្មើនឹងប៉ុន្មានស្មើនឹង2025ដដែលតើមកនេះ x បូកនឹងបាទx នេះបូកជាមួយនឹង2024វាឡើងមកដែរវាឡើង2025អញ្ចឹងយើងអាចសរសេរបានថាមួយទៀតយើងអាចសរសេរបានថា 2025x អញ្ចឹង 2025x ចុះលើមកលើ2025ដែរហើយបូកឲ្យប៉ុន្មានបូកនឹង 2x វាស្មើនឹងប៉ុន្មានស្មើនឹង2025ដែរអញ្ចឹងយើងអាចមើល2025អានេះម្ដងអញ្ចឹង2025ចែកនឹង2025មិនសល់មួយបានមួយប៉ុន្តែបើយើងសម្រួលក៏បានដែរសល់តែ x ទេអញ្ចឹងសល់ x បាទអញ្ចឹងបូកឲ្យប៉ុន្មានបូកឲ្យ 2x ស្មើនឹងប៉ុន្មាន2025ឥឡូវយើងគិតទៅអានេះx បូក 2x ឃើញប៉ុន្មាន x អញ្ចឹងវាទៅជា 3x បាទអញ្ចឹង 3x វាស្មើនឹង2025អញ្ចឹងយើងទាញ x មកអញ្ចឹងនាំ x បាទអញ្ចឹងនាំ x ទៅបាទនាំ x វាស្មើឲ្យប៉ុន្មានស្មើនឹង2025ចែកនឹង3អញ្ចឹង x ឃើញប្រមាណអាហ្នឹងគឺជាចម្លើយអញ្ចឹងសូមខមមិននៅក្នុងខាងក្រោមវីដេអូរបស់ខ្ញុំបាទអាហ្នឹងចំពោះលំហាត់អីបាទលំហាត់កអញ្ចឹងយើងគិតថាវាពិបាកប៉ុន្តែនៅពេលយើងធ្វើអូអានេះមិនពិបាកអញ្ចឹងទេខ្ញុំមានគ្លឺធ្វើបាទហ្នឹងចំពោះលំហាត់ក